ចាសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវិលមកជួបមកវីម្ដងទៀតហើយណាបងប្អូនចង់ដឹងអត់ថាថ្ងៃនេះនាងខ្ញុំមានមុខម្ហូបអ្វីបង្ហាញជូនអ្នកទាំងអស់គ្នាម្ហូបមួយមុខនេះបើសិនជាយើងញ៉ាំពេលរដូវមេឃភ្លៀងចេះឆ្ងាញ់ខ្លាំងមែនទែនបងប្អូនសម្លម្ជូរក្អៅឈូកជាមួយនឹងត្រីកញ្ចុះចាបងប្អូនចាយើងញ៉ាំជាមួយនឹងបាយអង្គរកូនខ្មែរនិយាយពីថារសជាតិវាកាន់តែអែមបងប្អូនមុននឹងតាមដានវីដេអូនេះបងប្អូនកុំភ្លេច follow page មកវីម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗទៀតណានាងខ្ញុំចាប់ផ្ដើមបេះជាមួយនឹងដើមក្អៅឈូកបងប្អូនយើងបេះវាសលមូលវាអញ្ចឹងឲ្យអស់អាចរវាទៅណាបើសិនជាយើងបេះអត់ស្អាតទេវាធ្វើឲ្យពេលដែលយើងញ៉ាំទៅអាចនឹងស្លាក់កឬមួយក៏យើងពិបាកញ៉ាំចាវាតែនតាយអញ្ចឹងណាចាយើងចាប់ផ្ដើមកើបក្អៅជូកនឹងទុកមួយឡៃសិនចាប់ផ្ដើមមកធ្វើការកាត់ជាមួយនឹងម្ទេសស្រស់ចាម្ទេសយើងជ្រៀកវាហើយយកគ្រាប់វាចេញណាបងប្អូនចាបើសិនជាបងប្អូនចង់ដាក់ទាំងគ្រាប់ក៏បានដែរតែបើសិនជាយើងដាក់ទាំងគ្រាប់វាខ្លាចកពុលខ្លាចអីចឹងបងប្អូនចាពេលដែលយើងកាត់ម្ទេសរួចរាល់ហើយចាប់ផ្ដើមលាងសម្អាតវាទុកវាមួយឡែកសិនទៅណាបងប្អូនចាយើងចាប់ផ្ដើមលាងជាមួយនឹងម្ទេសស្រស់ហើយនឹងម្ទេសដៃនាងដែរយើងលាងសម្អាតវាហើយយើងកាត់វាចំណិតចឹងទៅណាបើបងប្អូនអត់ចូលចិត្តម្ទេសហិលបងប្អូនបាច់ដាក់ម្ទេសហិលក៏បានដែរបងប្អូនដាក់តែម្ទេសដៃនាងក៏បានដែរចាយើងបន្ថែមជាមួយនឹងម្អមឲ្យសម្លយើងឲ្យវាមានក្លិនកាន់តែឈ្ងុយទៀតចាចោតបានគឺម្អមនឹងត្មងចាគ្រឿងផ្សំសម្លយើងកូររួចជាការស្រេចទុកវាមួយឡែកមានត្រីកញ្ចុះមានស្លឹកអំពិលមានអីចឹងផ្សំទាំងស្លឹកក្រូចសើចហើយនឹងម្ដេងផងដែរចាយើងចាប់ផ្ដើមដាំទឹកឲ្យពុះបង់ម្ដេងស្លឹកក្រូចសើចហើយនឹងខ្ទឹមសខ្ទឹមក្រហមចូលទៅយើងក្របកម្របវាដាំវាឲ្យមកពុះទៅចាមកសតុះឃើញថាទឹកសម្លដែលយើងដាំបាញ់មិញហ្នឹងឃើញថាពុះហើយណាបងប្អូនចាហើយយើងក៏បើកកម្របមកយើងជ្រុំជាមួយនឹងប្រហុកខ្ញុំជឿថាមុខម្ហូបមួយមុខនេះភាគច្រើនមានអ្នកចេះគ្រាន់តែថាអាចជាយើងស្លខុសគ្នាបន្តិចទៅណាចាហើយជាពិសេសពេលដែលមានពពុះហ្នឹងយើងកុំភ្លេចដួសពពុះនឹងចោលផងបងប្អូនចាបន្ថែមប៊ីចេងបន្តិចស្ករបន្តិចចូលចាឃើញថាពុះមកពុះហើយយើងដាក់ត្រីចូលហើយក៏ដួសឲ្យពពុះនឹងចោលទៀតទៅណាកុំឲ្យឆ្អាបយើងបង់ជាមួយនឹងស្លឹកអំពិលចូលចាស្លឹកអំពិលយើងបង់ចូលយើងកូរវាទៅមកត្រឡប់ពីត្រឡប់ទៅភ្លក់វាទៅបើសិនជារសជាតិស្ទើរអីយើងថែមហ្នឹងតែចំពោះនេះខ្ញុំរសជាតិហ្នឹងគឺល្មមហើយគឺដាក់តាមមកពុះទៅយើងកូរចាប់ផ្ដើមបង់ជាមួយនឹងបន្លែក្អៅឈូកចូលចាហើយយើងកូរវាថមកុំឲ្យវាបាយត្រីកុំងស់យូរពេកណាបងប្អូនចានាងខ្ញុំរៀងងស់យូរបន្តិចហើយអញ្ចឹងធ្វើឲ្យត្រីរៀងមើលទៅរៀងចង់បាយវាអត់សូវមានសម្រស់ទេបងប្អូនអញ្ចឹងបងប្អូនកុំងស់យូរពេកបើងស់យូរពេកធ្វើឲ្យត្រីយើងបាយកុំសូវមានសម្រស់ដែរចាពេលដែលឆ្អិនរួចជាការស្រេចនាងខ្ញុំចាប់ផ្ដើមបិទហ្គាសចេញទៅយើងបង់ជាមួយម្អមម្ទេសចូលកូរត្រឡប់វាតែមកត្រឡប់ពីត្រឡប់ទៅណាបងប្អូនចាឃើញថាសម្លម្ជូរក្អៅឈូកយើងមួយមុខនេះក៏បានឆ្អិនរួចជាការស្រេចនាងខ្ញុំចាប់ផ្ដើមដួសវាដាក់ចានតំណងខ្លាំងមែនតើបងប្អូនឃើញថាសម្លម្ជូរក្អៅឈូកជាមួយនឹងត្រីកញ្ចុះបងប្អូនឃើញថាឆ្ងាញ់ហើយក្លិនវាឡើងឈ្ងុយបងប្អូនក្លិនឈ្ងុយពីផ្ទះមួយទៅផ្ទះមួយតែម្ដងចាហើយរួមផ្សំទាំងអត្រីកញ្ចុះពងទៀតចាមកវាចាប់ផ្ដើមភ្លក់ឲ្យបងប្អូនមើលអីណាតំណមែនតើបងប្អូននេះកាន់តែអែមជាមួយនឹងបាយអង្គរកូនខ្មែរនៅទាំងអស់គ្នាមកភ្លក់មួយមកវាទាំងអស់គ្នាណាទៅដល់មីភ្លៀងអញ្ចឹងបងប្អូនស្លចឹងញ៉ាំឆ្ងាញ់ណាតែយើងបានត្រីកញ្ចុះសាពងវាហើយរួមផ្សំទាំងជាមួយនឹងបាយអង្គរកូនខ្មែរទៀតអែមណាអត់ទៅបាត់នេះខ្ចាយ